ចេញទ្រីបទៅកពតលើកទី1ចំថ្ងៃភ្ជុំរៀងស្លន់តិចចេញដំណើរទៅម៉ោងប្រហែលជា9:10អញ្ចឹងចេញពីកំពង់ស្ពឺទៅកពតទៅដល់នឹងប្រហែលជាម៉ោង7:10អីហើយតាំងពីព្រឹកមកពេលដែលយើងចេញធ្វើដំណើរពីកំពង់ស្ពឺទៅកពតនឹងហើយគឺយើងអត់មានគេបាននាំគ្នាញ៉ាំអីទេក៏បាននាំគ្នាឈប់ទិញនំប៉័ងអាំងនៅកំពង់មូលកពតញ៉ាំសិនអត់ឲ្យស្លន់មិនបើចេញពីផ្ទះម៉ោង7:10ហើយទម្រាំទៅដល់កពតខ្ទង់ម៉ោង2:10ជាងបន្ទាប់មកក៏ចង់ដូរផែនការទៅកំពង់សោមវិញតែចំថ្ងៃភ្ជុំអញ្ចឹងមានណាឆែកទៅគ្រប់កន្លែងសិតតែស្ទះទាំងអស់អញ្ចឹងក៏សម្រេចចិត្តថាទៅកពតវិញទៅក្រែងលោអត់ស្ទះតែមានណាទៅដល់កពតនឹងស្ទះដូចតែគ្នាហ្នឹងតើណាក៏ស្ទះម៉ោងប្រហែលជា5ជាងហើយក៏នាំគ្នាទៅផ្ទះវិញទៅតែពេលដែលយើងត្រឡប់ទៅផ្ទះវិញហ្នឹងពួកយើងក៏នាំគ្នាទៅរកកន្លែងញ៉ាំអីសិនអញ្ចឹងបានទៅដល់ឃើញភូមិថ្មីកពតហ្នឹងគេមានកន្លែងញ៉ាំអីគេមានកន្លែងទេសភាពស្អាតអីញ៉ាំអីចឹងក៏បានឈៀងទៅលេងនៅនឹងតិចសិនទៅមុនទៅផ្ទះវិញហើយនៅភូមិកពតហ្នឹងគេចូលទៅកន្លែងហ្នឹងគឺគេលក់សបត់ក្នុងម្នាក់យើងត្រូវទិញសបត់អស់10000រៀលហើយ10000ហ្នឹងគឺយើងអាចយកទៅដូរយកជាទឹកញ៉ាំអាចដូរបានជាទឹកកកឈូសឬក៏ដូចជាសបត់ជីទូកកៅចាក់អីបានដូចគ្នាសម្រាប់បងប្អូនដែលទៅលេងខេត្តកពតហើយអត់ដឹងទៅកន្លែងណាមានទេសភាពស្អាតស្រស់ស្រាយត្រជាក់ស្រួលមានកន្លែងញ៉ាំអីចឹងណាអាចទៅលេងនៅភូមិថ្មីកពតនឹងបានប៉ុន្តែកន្លែងហ្នឹងគឺខ្ញុំរីកមិនសម្រាប់តែអ្នកដែលចង់ទៅថតរូបបែបលក្ខណៈស្អាតអីទេបើសម្រាប់អ្នកដែលគាត់ចង់ទៅញ៉ាំអីឲ្យឆ្ងាញ់ហើយបានច្រើនគឺខ្ញុំអត់រីកមិនកន្លែងហ្នឹងទេដោយសារតែកន្លែងហ្នឹងរៀងថ្លៃដែរសម្រាប់ម្ហូបអាហារគេញ៉ាំអីហ្នឹងណាព្រោះពេលហ្នឹងគឺខ្ញុំទៅគ្នា5នាក់បានកំងម្ហូបចំនួន3មុខដែរប៉ុន្តែក្នុងមួយមុខគេមានតិចអញ្ចឹងបើយើងកំងតែមួយមុខ2មុខអីគឺយើងញ៉ាំអត់គ្រាន់ទេគ្នា5នាក់ហ្នឹងហើយកំឡុងពេលដែលយើងអង្គុយរងចាំម្ហូបដែលគេធ្វើយកមកឲ្យយើងហ្នឹងគឺយើងបានយកសបត់ដែលយើងបានទិញចូលពីកំបងហ្នឹងយកទៅដូរជាប្រភេទទឹកកកឈូសយកមកញ៉ាំសិនបន្ទាប់ពីយើងញ៉ាំទឹកកកឈូសហើយយើងក៏បានដើរមើលទេសភាពគេជាច្រើនកន្លែងទៀតព្រោះទីធ្លាគេនៅនឹងធំហើយទេសភាពគេវាមានច្រើនកន្លែងដែលត្រូវឲ្យយើងថតរូបស្អាតអីចឹងណាពេលដែលយើងដើរលេងបានមួយសន្ទុះហើយទៅបានម្ហូបគេនឹងមកដល់សម្រាប់រសជាតិម្ហូបអាហារគេគឺឆ្ងាញ់អាចទទួលយកបានប៉ុន្តែគ្រាន់តែវារៀងថ្លៃបន្តិចណាហើយបន្ទាប់ពីពួកយើងបានញ៉ាំអីហើយអស់ពួកយើងក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញបាយដំណើរកម្សាន្តដ៏សែនស្លន់ហើយរ៉ោបរ៉ាមួយនេះអរគុណ